សូមជូនរឿងខ្មោចលងក្មេងខ្វៀលគូកាលពីព្រេងនេះមានក្មេងប្រុសម្នាក់ឈ្មោះចេករស់នៅក្នុងភូមិដាច់ស្រយាលមួយជារៀងរាល់ព្រឹកចេកត្រូវតែភ្ញាក់ពីព្រលឹមដើម្បីយកគោទៅខ្វៀលនៅឯស្រែឆ្ងាយពីភូមិថ្ងៃមួយចេកខ្វៀលគោដូចសពដងតែមេឃចាប់ផ្ដើមងងឹតខុសពីធម្មតាខ្យល់បក់រួចក៏ធ្លាក់ភ្លៀងមកយ៉ាងខ្លាំងដល់ពេលភ្លៀងខ្លាំងចេកក៏សម្រេចចិត្តទៅជ្រកក្រោមដើមពោធិ៍ធំមួយក្បែរមាត់ទន្លេដើមពោធិ៍នោះមានអាយុកាលរាប់រយឆ្នាំហើយដើមឈើនោះពិតជាធំខ្លាំងណាស់ហើយម្លប់ត្រឈឹងត្រឈៃតែម្ដងមិនយូរប៉ុន្មានពេលចេកកំពុងអង្គុយស្រងោតស្រងាត់ស្រាប់តែមានក្មេងស្រីម្នាក់ដើរចេញពីក្រោយគុម្ពឫស្សីមកក្មេងស្រីនោះស្លៀកសម្លៀកបំពាក់ពណ៌សតែមានសភាពរហែករញ៉េរញ៉ៃមុខមាត់ស្លេកស្លាំងសក់វែងអន្លាយហើយភ្នែកធំដូចបាយកកចេកភ្ញាក់ព្រឺតពេលឃើញនាងមើលចំភ្នែករបស់ចេកហើយមើលទៅទឹកមុខរបស់នាងដូចជាស្រពោនហើយចាប់ផ្ដើមដើរយឺតសំដៅឆ្ពោះមករកចេកមានអារម្មណ៍ថាភ័យញ័រខ្លួនហើយព្យាយាមរត់ចេញតែវាហាក់ដូចជាមានអ្វីម្យ៉ាងសង្កត់ជាប់តែម្ដងនាងដើរមុខជិតហើយសម្លឹងមើលមុខចេកដោយមិនដាក់ភ្នែកនៅពេលដែលនាងឈរនៅខាងមុខចេកនាងក៏លូកដៃមកចាប់ចេកតែម្ដងហើយនិយាយដោយសំឡេងខ្សឹបថាបងជួយខ្ញុំផងខ្ញុំត្រជាក់ណាស់ដៃរបស់នាងត្រជាក់ដូចទឹកកកចេកភ័យស្លន់ស្លោប៉ុន្តែដោយទឹកមុខនាងគួរឲ្យអាណិតហើយនឹងទន់ភ្លន់មើលទៅគួរឲ្យអាណិតខ្លាំងចេកក៏ទន់ចិត្តចេកក៏សួរទៅនាងវិញថានាងជាអ្នកណាហេតុអ្វីបានជានាងនៅទីនេះតែម្នាក់ឯងបែបនេះក្មេងស្រីនោះក៏ឆ្លើយទាំងទឹកភ្នែករលីងរលោងថាខ្ញុំជាកូនអ្នកភូមិនៅទីនេះទេបងខ្ញុំលង់ទឹកស្លាប់កាលពី2ឆ្នាំមុនទៅឮដូចនេះចេកកាន់តែមានអារម្មណ៍ថាព្រឺសម្បុរតែដោយក្តីអាណិតអាសូរជាខ្លាំងចេកពិតជាចង់ជួយនាងហើយក៏សួរនាងថាតើនាងចង់ឲ្យខ្ញុំជួយអ្វីក្មេងស្រីនោះក៏ប្រាប់ទៅចេកវិញថានាងចង់ឲ្យចេកយកនាងទៅផ្ទះវិញព្រោះនាងត្រជាក់ខ្លាំងណាស់ហើយនាងក៏នឹកឪពុកម្ដាយនាងខ្លាំងពន់ពេកចេកស្ទាក់ស្ទើរព្រោះភូមិរបស់នាងនៅឆ្ងាយណាស់ហើយថែមទាំងមេឃក៏ងងឹតទៀតដោយសារតែនាងទទួលខ្លាំងពេកចេកក៏យល់ព្រមនឹងនាងចេកក៏ដាក់នាងនៅលើខ្នងគោរួចក៏នាំគោដើរត្រឡប់ទៅរកផ្ទះនាងផ្លូវទៅផ្ទះនាងវែងឆ្ងាយណាស់ហើយយប់ក៏កាន់តែងងឹតទៅខ្យល់ចាប់ផ្ដើមបក់បោកយ៉ាងខ្លាំងធ្វើឲ្យដើមឈើកម្រើកគ្រប់ដើមឈើពិតជាឮសំឡេងខ្លាំងណាស់រាល់ពេលខ្យល់បក់ដើមចេកហាក់ដូចជាឮសំឡេងនាងខ្សឹបថាបងលឿនខ្ញុំត្រជាក់ណាស់ពេលទៅដល់ភូមិមេឃក៏ចាប់ដើមយប់បាត់ទៅហើយផ្ទះនាងក៏នៅដាច់ឆ្ងាយពេកពីគេតែម្ដងពេលទៅដល់មុខផ្ទះស្រាប់តែឮសំឡេងយំចេញពីខាងក្នុងផ្ទះចេកបានមើលទៅក្នុងផ្ទះរបស់នាងផ្ទះនាងមើលទៅយ៉ាងទ្រុឌទ្រោមតែម្ដងហើយមាន
ពលឺផ្លឹបផ្លែតចេញពីក្នុងផ្ទះនោះមើលទៅស្ងាត់ជ្រងំនិងមើលទៅគួរឲ្យខ្លាចណាស់ចេកងាកមើលមកលើខ្នងគោដែលទទេស្អាតមានតែសំឡេងយំឮចេញពីខាងក្នុងផ្ទះផ្ទៃមេឃងងឹតសូន្យមានតែពន្លឺព្រាលចេកភ័យរន្ធត់រត់ត្រឡប់ទៅផ្ទះវិញទាំងបុកពោះពេលទៅដល់ផ្ទះចេកក៏ប្រាប់ឪពុកម្ដាយអំពីរឿងទាំងអស់នោះឪពុកម្ដាយចេកក៏នាំចេកទៅរកព្រះសង្ឃដើម្បីប្រាប់រឿងរ៉ាវទាំងនេះព្រះសង្ឃក៏ពន្យល់ទៅចេកវិញថាក្មេងស្រីនោះគឺជាខ្មោចលង់ទឹកស្លាប់ហើយវិញ្ញាណនាងនៅជាប់ឯមាត់ទន្លេនោះចាប់ពីពេលនោះមកចេកក៏មិនហ៊ានទៅឃ្វាលគោក្បែរមាត់ទន្លេនោះទៀតឡើយចេកកាន់តែខិតខំប្រឹងប្រែងរៀនសូត្រនិងធ្វើការងារដើម្បីកុំឲ្យវាខ្ជិលច្រអូសដូចពីមុនរឿងរ៉ាវរបស់ចេកក៏ខ្លាចជាមេរៀនសម្រាប់អ្នកភូមិទាំងមូល